មួយស្រីមិញសួរថាតើយើងត្រូវការលើកទឹកចិត្តដែរឬទេយើងបល់អាត្មាយើងត្រូវការការលើកទឹកចិត្តពីគ្រួសារសំណួរសួរតទៀតថាចុះបើអត់មានអ្នកលើកទឹកចិត្តយើងត្រូវការដែរឬទេថាបើអត់ទេមិនបាច់ទេអ្នកខ្លះកើតមកមានគ្រួសារអោបក្រសោបម្ដាយឪពុកវឲ្យកូនទទួលទានអាហារកូនអើយកូនចង់ញ៉ាំអីមិនព្រមទៀតកូនចង់ស្លៀកអីងាក់ងក់កូនចង់យ៉ាងម៉េចទៀតក៏ម្ដាយនោះចេះតែវឪពុកនោះមានមនុស្សមួយប្រភេទខ្លះគ្នាកើតមកអត់មាននោះទេជាពិសេសប្រសងដឹងស្រាប់ឲ្យក្មេងៗនៅវត្តក្មេងនៅជាមួយលោកនេះក្មេងវត្តនេះខ្លាំងមហាខ្លាំងអានេះតដល់ម៉ោង11វាយជួងមើលគឺបត់ជើងព្រាបហេតុអីបានវាលឿនម៉េះថាតែមិនតន់គេស៊ីបាយអស់អញ្ចឹងអាត្មាថាអូនេះមនុស្សកើតចេញពីរឿងមើលឃើញតម្លៃនៃពេលវេលាទៅក្មេងនៅកត់អាត្មាវាដើរលេងយ៉ាងម៉េចក៏ដោយតែម៉ោង11គឺជុំគ្នាទាំងអស់ព្រោះនៅវត្តអត់មានប្រពៃណីទុកបាយឲ្យគ្នាទេសម្រាប់ពួកកត់អាត្មាណាឃើញមុខទទួលទានអត់មុខលាកប៉ុន្តែបាយហ្នឹងវាមិនសល់ផងមិនសល់ទេលោក26អង្គក្មេងជិត10អង្គ30នាក់មកប្រាវខ្ទេចស្នាំងចលហ្នឹងវិលឡើងដូចតេះឡង់អស់លោកអ្នកដែលកើតក្នុងតកូលអភិជនសាកស្រមៃទៅមើលប្រសិនណាបើយើងស្ថិតនៅក្នុងស្ថានភាពជីវិតបែបហ្នឹងតើយើងទៅរំពឹងអ្នកណាឲ្យមកជួយលើកទឹកចិត្តយើងអត់មានទេអញ្ចឹងយោបល់អាត្មាថាក្មួយស្រីអាចស្គាល់ខ្លួនឯងច្បាស់ជាងអ្នកណាថាតើពេលនេះខ្លួនកំពុងតែស្ថិតនៅក្នុងស្ថានភាពដូចម្ដេចសូមមេត្តាគិតអញ្ចេះចំណុចចាប់ផ្ដើមក្នុងការដែលការជួយលើកទឹកចិត្តសូម្បីតែស្រមោលរបស់យើងក៏ចាក់ចេញពីយើងដែរយើងដើរក្នុងកណ្ដៅក្រោមពន្លឺព្រះអាទិត្យស្រមោលនឹងតាមយើងស្រមោលអន្ទូលតាមប្រាណនៅពេលដែលយើងចូលដល់ក្រោមដើមឈើស្រមោលហ្នឹងក៏ចាក់ចេញពីយើងដែរតើយើងទៅសង្ឃឹមអ្វីទៀតបើសូម្បីតែស្រមោលរបស់យើងនឹងមិននៅជាមួយយើងផងហ្នឹង Learn to stay alone អញ្ចឹងទេយោបល់អាត្មាថាប្រសិនណាបើមានវិបត្តិផ្លូវចិត្តអញ្ចឹងដំបូងចាប់ផ្ដើមមើលខ្លួនឯងថាខ្លួនឯងលំបាកចិត្តពីអីយើងដឹងថាយើងកំពុងតែលំបាកចិត្តពីអីឧទាហរណ៍ថាលំបាកចិត្តពីរៀនមិនប្រកែសោះអ្នកខ្លះខូចចិត្តដែរលំបាកចិត្តអន់ចិត្តខ្មាស់មិត្តភក្តិអីចឹងនឹងដើមចមនៃការខូចចិត្តគឺមកពីរៀនមិនប្រកែអញ្ចឹងវិធីសាស្ត្រព្យាបាលនៃការខូចចិត្តហ្នឹងទៅធ្វើម៉េចប្រឹងរៀនមិនចឹងតែគ្រួសារទាំងមូលមិនពោលសរសើរខ្ញុំសោះយើងធ្វើម៉េចបើសមាជិកគ្រួសារយើងនឹងចង្ការកើតទុកខ្លាំងជាងយើងផងនោះអញ្ចឹងត្រូវទទួលស្គាល់កន្លែងហ្នឹងយោបល់អាត្មាថាដំបូងត្រូវចាប់ផ្ដើមគិតមើលថាតើយើងលំបាកចិត្តហ្នឹងដោយហេតុអីប៉ុណ្ណឹងសិនរស់ហេតុនឹងឃើញទើបអាចព្យាបាលបានដែលឃើញមនុស្សខឹងអ្នកខ្លះមនុស្សខ្លះចូលចិត្តខឹងទេខឹងលោកនោះនិយាយយូរនេះយូរឯងចិត្តដល់ម៉ោងចេញហើយមិនត្រូវព្រមជាប់សោះនិយាយហើយមិនដែលបានមកនិយាយយូរតិចនិយាយ3ម៉ោងទៀតមកអ្នកខ្លះថាបើថាអ្នកខ្លះមានធម្មជាតិផ្លូវចិត្តមួយយ៉ាងទៅគ្រប់រឿងស្អីក៏ទៅដែរអានេះក៏ខ្វេនេះផឹកកើតមកខាងនេះហើយមិនចូលចេះចុះជិះឡានទៅឡានជិះម៉ូតូទៅម៉ូតូដើរជួបឆ្កែទៅទាំងអស់តែមាននេះអញ្ចឹងទេមានពេលមួយយើងក៏អញ្ចឹងដែរអ្នកខ្លះទៅអស់កន្លែងទៅភ្លើងស្តុបបណ្ដោយភ្លើងស្តុបនេះយូរកាលណា
ជីវិតរបស់យើងធ្លាក់ដល់ដំណាក់កាលមួយយើងចាប់ផ្ដើមទើសភ្លើងស្តុបហើយសូមប្រកាសអាសន្នហើយទៅអញ្ចឹងរឿងដែលលំបាកផ្លូវចិត្តស្មាឆ្លើយជូនយោបល់ក្មួយស្រីសូមក្មួយព្យាយាមស្វែងយល់ថាតើការមិនសប្បាយចិត្តនេះកើតចេញពីអីពីការគេប្រមាថការទៀនពីឪពុកម្ដាយមិនស្រឡាញ់ពីមិត្តភ័ក្តិឬក៏យ៉ាងម៉េចមើលហ្នឹងសិនហើយទើបអាចរស់ឆ្នាំជាបាលបានថ្មសួរតាជនឯខ្លួនឯងធ្លាប់ពិបាកចិត្តទេធ្លាប់មួយមនុស្សលោកនេះបើអត់ពិបាកចិត្តអានឹងមានតែគេវាយក្តារហើយចាំអញ្ចឹងទៅពេទ្យក៏សាថាទៅអូទៅជួបពេទ្យលោកគ្រូពេទ្យថាទៅដល់ត្អូនប្រាប់គ្រូពេទ្យអូគ្រូពេទ្យខ្ញុំឈឺណាស់គ្រូពេទ្យថាល្អតើឈឺមិនល្អអញ្ចឹងតែបើអ្នកឯងឈឺមានន័យថាអ្នកឯងនៅរស់អូគាត់និយាយត្រូវគ្រូពេទ្យបើអ្នកឯងឈប់ឈឺសតអានឹងចាប់ហើយមិនចឹងហ៎ហើយសួរថាចុះជីវិតក៏លំបាកមែនថាអត់លំបាកទេលំបាកជាងនឹងទៅទៀតអញ្ចឹងទេយោបល់អាត្មាថាទីមួយជូនក្មួយស្រីឲ្យស្វែងយល់ថាតើ depression ពាក្យខ្មែរថារោគតប់ប្រមល់វាកើតចេញពីអីទី2ជាសារខ្លីជូនក្មួយថាជីវិតនេះគឺគ្របដណ្ដប់ដោយសុខផងទុក្ខផងអញ្ចឹងមេត្តាថែរក្សាសុខភាពផ្លូវចិត្តហ្នឹងជួបអ្នកជំនាញឬក៏អ្នកណាមួយដែលមានអ្វីកើតឡើងក្នុងជីវិតហើយសិក្សាពីគេនឹងដោះស្រាយទៅតាមដំណាក់កាលនីមួយៗសូមអរគុណ